ក្មេងឈួតបើបន្តបែបនេះទៀតក្នុងខុនលុនទាំងមូលខ្លាចតែត្រូវគេកំទេចចោលហើយវងលោកគ្រូបើផ្លើតសោះឯងបានមកដល់ភ្នំនេះមក9ឆ្នាំហើយកម្លាំងទេពរបស់ឯងអស្ចារ្យការដាំដុះកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សក្នុងមួយថ្ងៃរាប់ពាន់លីសពថ្ងៃយើងមិនមានអ្វីដែលត្រូវរាប់រកជាមួយពិភពលោកទេប៉ុន្តែ3ឆ្នាំមកនេះគុណសិនតែជាប់គាំងនៅកម្រិតចុងក្រោយមិនអាចឆ្លងផុតបានទេតើធ្វើយ៉ាងម៉េចដែរទៅលោកគ្រូនោះក៏ដោយសារតែស្ថានភាពចិត្តរបស់ឯងនៅខ្វះការបាច់បាក់ចុងក្រោយមួយលើកទៀតសូមអរគុណហើយលោកគ្រូនៅជំហានចុងក្រោយនេះគ្រូមិនអាចបង្រៀនអ្វីដល់ឯងបានទេឯងត្រូវចុះពីលើភ្នំដោយខ្លួនឯងដើម្បីឆ្លងកាត់ស្ដាយហានិងសេចក្តីស្រឡាញ់ក្នុងលោកីកាលពីឆ្នាំនោះពេលឯងចូលមកគ្រូឃើញឆ្អឹងរបស់ឯងអស្ចារ្យក៏នាំឯងមកភ្នំនេះព្រោះខ្លាចឯងនឹកផ្ទះហើយមិនតាំងចិត្តហាត់រៀនដូច្នេះគ្រូបានប្រើល្បិចបន្តិចបន្តួចដើម្បីបិទបាំងការចងចាំរបស់ឯងឥឡូវនេះដល់ពេលដែលប្រគល់ជីវិតរបស់ឯងឲ្យឯងវិញហើយមិនមែនជាក្មេងកំព្រាខ្ញុំនៅមានផ្ទះមួយទៀតមែនទេប៉ាម៉ាក់ខ្ញុំត្រឡប់មកវិញហើយហើយសំទោសខ្ញុំគ្មានចេតនានោះទេអញយ៉ាងម៉េចហ្នឹងអញជាក្មេងតំណាងឯងមិនមែនទេខ្ញុំមិនមែននោះទេអូយកណ្ដាលថ្ងៃត្រង់ហ៊ានប៉ះពាល់មនុស្សស្រីហ៎គេនេះសបកក្រៅដូចមនុស្សតែចិត្តដូចឆ្កែហេតុអីចិត្តអាក្រក់ម្ល៉េះនៅក្មេងសោះមិនរៀនធ្វើអំពើល្អទេរឿងរបស់ខ្ញុំមិនដូចជាអ្នកទាំងអស់គ្នាគិតនោះទេខ្ញុំពិតជាគ្មានចេតនាពិតមែនសើអញមិនដឹងទេចាំមិនហើយអញមើលនេះគឺស្នាដៃអញហ៎អ្នកនាងស្ដាប់ខ្ញុំបញ្ជូលសិនមិនមែនកុំនិយាយច្រើនស្លាប់ទៅអ្នកនាងតែចាក់ចិត្តសិនទៅមិនដូចអ្វីដែលនាងគិតនោះទេនៅឲ្យស្ងៀមទៅអាមនុស្សរកចិត្តថ្ងៃនេះខ្ញុំត្រូវតែឲ្យគេមកចាប់អញបងស្រីនាងជាអ្នករត់មកបុកដៃខ្ញុំទេមិនមែនជាកម្មករបស់ខ្ញុំឡើយអារកចិត្តស្លាប់ទៅហេណែបើអ្នកនាងមិនតបបែបនេះខ្ញុំមិនតបវិញខ្ញុំប្រាប់ឲ្យឈប់ហេតុអីបានជាមិនស្ដាប់ខ្ញុំអញ្ចឹងអត់ខ្ញុំវិញមកហើយនាងកាត់ឆ្នាំឆ្កែមែនទេជប់សិនហៅឡូលេខ110មែនទេសូមមកទីនេះអត់មានគេលួងលោមស្ត្រីសួងនេះអញខ្ញុំថាអ្នកនាងអើយស្ដាប់ខ្ញុំបញ្ជូលសិនទៅខ្ញុំពិតជាមិនមានចេតនានោះទេហើយអារកចិត្តអត់មានអ្វីនិយាយជាមួយអញទៅនិយាយជាមួយប៉ូលីសទៅថយបន្តិចមិញនេះអ្នកណាគេរាយការណ៍ដល់ប៉ូលីសខ្ញុំប៉ូលីសសូមចាប់អារកចិត្តនេះលឿនមកមានរឿងអីប៉ូលីសចាប់អាមនុស្សរកចិត្តនេះខ្ញុំលឿនឡើងមកការយល់ច្រឡំទេលោកប៉ូលីសនេះជាការយល់ច្រឡំទេអាយ៉ារឿងគឺបែបនេះក្រែមមែនហើយបើមិនមែននាងគិតថាជាអ្វីអ្នកនាងតើអ្វីដែលគាត់និយាយជាការពិតទេខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរខ្ញុំមិនបានកុហកនោះទេអញចាំមើលលោកប៉ូលីសនេះគឺជាក្រែមពិតមែនបានហើយខ្ញុំមើលទៅវាក៏មិនមែនជារឿងធំដុំអីដែរខ្ញុំមើលទៅកំឡុងនេះក៏មិនដូចអ្វីដែលអ្នកនាងនិយាយដែរឯងសុំទោសនេះបានល្អហើយសងស្រាមជើរបស់នាងទៅរឿងនេះវារួចទៅហើយបានខ្ញុំសុំទោសអ្នកនាងស្រាមជើអ្នកនាងតម្លៃប៉ុន្មានទៅខ្ញុំនឹងសងនាងវិញមិនអីនោះទេ3300ប៉ុន្មាន